សាច់ជ្រូក3ជាន់ខលាយគ្នាជាមួយនឹងឆ្អឹងជំនីណាបងប្អូនអរគ្នានិយាយថាឆ្ងាញ់មែនតើហើយយើងខដាក់លាយគ្នាជាមួយនឹងត្រពាំងបែបហ្នឹងណាបងប្អូនគឺឆ្ងាញ់ហ្មងនិយាយថាត្រពាំងរបស់យើងផុយហើយស្រួយឆ្ងាញ់មែនតើបងហើយត្រពាំងរបស់យើងអត់មានជាតិហាងអីសម្បីតែបន្តិចយើងប្រើពេលរងាស់វាឲ្យរៀងយូរបន្តិចណាបងប្អូនអរគ្នាត្រពាំងរបស់យើងចូលជាតិគ្នាជាមួយនឹងសាច់ខហើយនឹងទឹកណាបងប្អូនអូឆ្ងាញ់មែនតើហើយបើវិធីសាស្ត្រនៃការធ្វើវិញអត់មានអីពិបាកទេបងប្អូនអរគ្នាឲ្យស្រួលខ្លាំងមែនតើអ្នកអត់ចេះធ្វើក៏អាចធ្វើហូបបានដែរណាបងប្អូនអរគ្នាអញ្ចឹងយើងមានគ្រឿងផ្សំដូចជាសាច់ជ្រូកនិងត្រពាំងហើយនឹងខ្ទឹមរបស់យើងបំពងហើយយើងដាក់ជាមួយនឹងស្ករត្នោតបែបហ្នឹងមកហើយយើងកូរស្ករត្នោតនោះឲ្យឡើងជើងក្រងណាបងប្អូនអរគ្នាងាយស្រួលធ្វើមែនតើហើយបានខសាច់ជ្រូកឡើងឆ្ងាញ់មែនតើខលាយគ្នាជាមួយត្រពាំងណាបងប្អូនអរគ្នាសំខាន់ឲ្យតែបងប្អូនអរគ្នាចេះរំងាស់ត្រពាំងស្ងោរបានសាបគូឆ្ងាញ់មែនតើហ្មងនឹងហើយសួស្ដីបងប្អូនអរគ្នាដូចបងប្អូនឃើញបើវីដេអូអញ្ចឹងថ្ងៃហ្នឹងយើងបានសម្លមួយមុខគឺខត្រពាំងអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំបានទិញត្រពាំងមក2ដើម្បីបានត្រពាំងយកទៅស្លយើងធ្វើការចិតចង្វាវាមូលបែបហ្នឹងមកតាមបងប្អូនចង់ហូបបែបណាចិត្តបែបហ្នឹងណាបងប្អូនតែខ្ញុំចូលចិត្តហូបវ៉ាមូលធំបែបនេះច្រើនជាងដោយសារតែហូបទៅវាពេញមាត់ឆ្ងាញ់មែនតើហ្នឹងហើយអញ្ចឹងបន្ទាប់មកគឺយើងធ្វើការយកខ្ទឹមសខ្ទឹមក្រហមហើយលាយម្ទេស2គ្រាប់ហ្នឹងយើងយកបុកបែបហ្នឹងបងប្អូនអរគ្នាចំណែកខ្ញុំតែងតែធ្វើបែបនេះណាបងប្អូនអរគ្នារសជាតិដើមពីម្ដាយរបស់ខ្ញុំមកខបែបហ្នឹងមើលថាលីងខ្ទឹមហ្នឹងឲ្យឈ្ងុយទឹកសម្លរបស់យើងនឹងឈ្ងុយមកបងប្អូនអរគ្នាហើយពេលដែលបងប្អូនបុកខ្ទឹមហ្នឹងអាចដាក់ម្រេចក្នុងហ្នឹងបានហើយណាបងប្អូនអរគ្នាតាមចំណង់ចំណូលចិត្តរបស់យើងចង់ដាក់ម្រេចតិចម្រេចច្រើនអញ្ចឹងមកតែខ្ញុំដាក់ម្រេចរៀងច្រើនតិចហើយដើម្បីឲ្យឈ្ងុយបងប្អូនអើយដាក់ម្រេចច្រើនបែបនេះទឹកសម្លទឹកខរបស់យើងនិយាយថាឆ្ងាញ់ហ្មងមានជាតិក្លិនខ្ទឹមឈ្ងុយមកបងប្អូនអរគ្នាអញ្ចឹងយើងបុកខ្ទឹមហើយត្រពាំងរបស់យើងនឹងស្ងោរមកសន្ទុះធំហើយយើងធ្វើការដាក់វាចុះមកត្រពាំងរបស់យើងបើបានស្ងោរសាបមែនតើណាបងប្អូនអរគ្នាវាអត់មានជាតិហាងត្រពាំងអីទៀតទេត្រពាំងរបស់យើងគឺល្អមែនតើហើយផុយល្អឆ្ងាញ់បងប្អូនអរគ្នាត្រូវជាតិគ្នាជាមួយនឹងទឹកខរបស់យើងណាបងប្អូនអញ្ចឹងត្រពាំងរបស់យើងក៏បានស្ងោរហើយសាបដែរសាច់ជ្រូកអីគឺយើងក៏បានរៀបចំជាមួយនឹងខ្ទឹមហើយអញ្ចឹងណាបងប្អូនអរគ្នាយើងធ្វើការដាក់ប្រេងឆាមកវែកបាយមកបងប្អូនអរគ្នាហើយយើងធ្វើការយកខ្ទឹមហ្នឹងយើងបំពងវាឲ្យឈ្ងុយមកបងប្អូនអរគ្នាបន្ទាប់ពីយើងបំពងខ្ទឹមបានឈ្ងុយហើយយើងបងប្អូនដាក់ស្ករត្នោតរបស់យើងចូលមកខបានស្ករត្នោតបែបនេះគូឈ្ងុយមែនតើហើយថ្ងៃនេះខ្ញុំទិញស្ករត្នោតអត់សូវបានល្អដោយសារតែវារៀងខ្មៅបន្តិចណាស្ករត្នោតអញ្ចឹងយើងបានកូរស្ករត្នោតជាប់ដៃរហូតណាបងប្អូនអរគ្នាដកដៃណាដោយសារតែឲ្យស្កររបស់យើងឡើងជើងក្រងវាឲ្យល្អឈ្ងុយមែនតើចាំយើងដាក់សាច់របស់យើងកូរចូលទៅណាបងប្អូនអរគ្នាបន្ទាប់ពីយើងដាក់សាច់មកសន្ទុះធំហើយយើងមើលឃើញថាសាច់របស់យើងនឹងវាក្រៀមជាមួយនឹងស្ករត្នោតហើយលីងវាឲ្យក្រៀមដាច់ទឹកមែនតើណាបងប្អូនអរគ្នាអញ្ចឹងយើងលីងវាកូរវាមកសន្ទុះធំសាច់ជាមួយនឹងស្ករត្នោតរបស់យើងនឹងហើយបងប្អូនដាក់ប៊ីចេងហើយនឹងម្សៅរ៉ូឌីណាបងប្អូនអរគ្នាខ្ញុំដាក់ប៊ីចេងមកចុងស្លាបព្រាបាយហើយនឹងម្សៅរ៉ូឌីមកចុងស្លាបព្រាបាយដែរដើម្បីឲ្យសម្លរបស់យើងមានជាតិណាបងប្អូនអរគ្នាអញ្ចឹងយើងបានដាក់គ្រឿងដាក់អីហើយអស់អញ្ចឹងទៅបងប្អូនកូរវាកុំឲ្យខ្លោចស្ករហ្នឹងណាបងប្អូនអរគ្នាកូរវាឲ្យសាច់ជ្រូករបស់យើងហ្នឹងឡើងក្រហមបែបហ្នឹងណាបងប្អូនអរគ្នានិយាយថាក្លិនខ្ទឹមហើយនឹងម្រេចហ្នឹងគូឈ្ងុយហ្មងឈ្ងុយជាមួយនឹងសាច់ជ្រូករបស់យើងហ្នឹងណាបងប្អូនហើយយើងធ្វើការដាក់ទឹកមកបងប្អូនអរគ្នាដាក់ទឹកមកល្មមបានហើយកន្លែងនេះយើងកុំដាក់ទឹកច្រើនពេកណាបងប្អូនអរគ្នាយើងដាក់ទឹកលៃមើលមកល្មមមកសាច់ជ្រូករបស់យើងនឹងហើយយើងទុកសាច់របស់យើងរងាស់ជាមួយនឹងទុកនឹងឲ្យវាផុយបន្តិចណាបងប្អូនអរគ្នាហើយកន្លែងនេះចុងក្រោយយើងភ្លក់មើលថាសម្លរបស់យើងនឹងសាបប្រៃអីអញ្ចឹងណាយើងថែមថយតាមនឹងទៀតទៅហើយយើងធ្វើការដាក់ត្រពាំងរបស់យើងចូលមកបន្ទាប់ពីយើងដាក់ត្រពាំងរបស់យើងចូលមកហើយយើងកូរវាជាមួយនឹងសាច់នឹងឲ្យវាចូលជាតិគ្នាបន្តិចណាបងប្អូនអរគ្នាយើងរងាស់បែបហ្នឹងត្រពាំងរបស់យើងផុយឆ្ងាញ់មែនតើហើយខយើងមានជាតិហើយឈ្ងុយខ្ទឹមម្រេចនៅក្នុងហ្នឹងណាបងប្អូនអរគ្នាឲ្យលងឈ្ងុយហ្មងដូចខ្ញុំនិយាយពីដំបូងអញ្ចឹងសម្លខឲ្យតែយើងរងាស់ត្រពាំងរបស់យើងបានឆ្ងាញ់ហើយនឹងបុកគ្រឿងរបស់យើងបានត្រូវណាសម្លរបស់យើងគឺមានជាតិមែនតើហើយឈ្ងុយខ្ទឹមឈ្ងុយម្រេចនៅក្នុងហ្នឹងអញ្ចឹងវីដេអូនេះក៏មកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការស្រឡាញ់និងចូលចិត្តមើលវីដេអូរបស់ខ្ញុំណាបងប្អូនអរគ្នាហ្នឹងហើយបើសិនជាបងប្អូនណាចូលចិត្តទស្សនាកុំភ្លេចណាចុច comment និង like ម្នាក់មួយផងអរគុណជម្រាបលាបាយបាយ